ta nên tỏ thiệt đấng thế thà nó không cảm thì vượt bỏ dưỡng cứ miên cái lại mùi nó cứ đã rụp hiệp bài địa bàn này hãyยังមាន sticker สะอาดๆចេះអូខេអញ្ចឹងស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់វីដេអូថ្មីបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៅក្នុងការបញ្ចូលទៅលើរូបដែលមាននៅលើកម្មវិធី Word របស់យើងអញ្ចឹងខ្ញុំជឿជាក់ថាគ្នាយើងមួយចំនួនប្រហែលជាដឹងហើយគ្នាយើងខ្លះមិនទាន់ដឹងទេថាកម្មវិធី Word ហ្នឹងគឺមានលក្ខណៈ sticker ហើយនឹងមានរូបចលនាបែបនេះអញ្ចឹងយើងអាចយកវាទៅប្រើប្រាស់ជាការកំសាន្តឬក៏យកវាទៅ design ទៅលើឯកសារផ្សេងៗបានផងដែរអូខេតោះអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីការបញ្ចូលទៅលើ2គឺទី1បញ្ចូលទៅលើ icon ទី2បញ្ចូលទៅលើ 3D model បាទអូខេអញ្ចឹងខ្ញុំសូមបង្ហាញទៅលើ icon មុនអញ្ចឹងនេះយើងទាំងអស់គ្នាដែលប្រើកម្មវិធី Word មិនចាំបាច់បារម្ភទៅរករូប icon ចេញពីអ៊ីនធឺណិតទេឲ្យតែកុំព្យូទ័រយើងបានភ្ជាប់អ៊ីនធឺណិតគឺយើងអាចប្រើប្រាស់ icon ដែលមាននៅលើកម្មវិធី Word របស់យើងតែម្ដងបាទអញ្ចឹងនៅក្នុងនេះគឺមាន icon ច្រើនមែនទែនដែលអ្នកទាំងអស់គ្នាអាចយកប្រើបាន free ហើយងាយស្រួលទៀតហើយស្អាតហើយស្តង់ដារបាទអញ្ចឹងដើម្បីចូលទៅប្រើវាគឺអ្នកទាំងអស់គ្នាអាចចូលទៅកាន់ពាក្យថា insert ហើយចុចពាក្យថា icon បាទអូខេដល់ត្រង់ចំណុចនេះគឺយើងអាចធ្វើការស្វែងរក icon ណាមួយដែលយើងពេញចិត្តបានអញ្ចឹងនៅក្នុងនេះមាន icon ច្រើនមែនទែនច្រើនអញ្ចឹងគ្នាយើងអាចធ្វើការ search ក៏បានឬក៏ជ្រើសរើសរកមួយណាក៏បានដែរអញ្ចឹងជាឧទាហរណ៍ខ្ញុំសូមយករូបណាមួយមកបង្ហាញសិនអញ្ចឹងជាឧទាហរណ៍ដូចខ្ញុំចង់បានរូបមួយនេះបាទខ្ញុំគ្រាន់តែធ្វើការ tick ទៅលើវាហើយបើសិនជាអ្នកទាំងអស់គ្នាត្រូវការបន្ថែមគឺធ្វើការ tick ទៅបាទឧទាហរណ៍ខ្ញុំចង់បានរូប sticker មួយនេះបាទ icon មួយនេះខ្ញុំចុចមកបាន2អូខេអញ្ចឹងយើងធ្វើការ insert បញ្ចូលមកយើងរងចាំបន្តិចដោយសារតែពាក់ព័ន្ធទៅនឹងករណីការបញ្ចូល icon គឺមានការរៀងគាំងបន្តិចអាស្រ័យលើអ៊ីនធឺណិតរបស់យើងអញ្ចឹងដោយសារអ៊ីនធឺណិតខ្ញុំរៀងយឺតអញ្ចឹងវាមករៀងស្អិតតិចហើយបាទហើយមួយទៀតគឺពាក់ព័ន្ធទៅនឹងការប្រើប្រាស់ 3D model នេះក៏វាមានលក្ខណៈគាំងដែរបើសិនជាករណីយើងប្រើច្រើនណាអញ្ចឹងយើងអាចប្រើមួយអញ្ចឹងទៅអានេះជាលក្ខណៈលេងអញ្ចឹងណាបាទអូខេឥឡូវយើងបាន icon មកអញ្ចឹងពេលដែល icon បានមកគឺយើងអាចធ្វើការសេរីឬក៏កំណត់ຂະຫນາດទំហំពណ៌អញ្ចឹងបានតាមដូចអ្វីដែលយើងធ្លាប់ប្រើកន្លងទៅដូចជាការប្រើរូបភាពអីដែរដូចគ្នាបែបបិទបាទអូខេអញ្ចឹងដល់ពេលដែលយើងបញ្ចូល icon មកគឺយើងទទួលបានបែបនេះអញ្ចឹងវាមកដំបូងគឺពណ៌ខ្មៅបើសិនជាយើងទាំងអស់អ្នកទាំងអស់គ្នាចង់ធ្វើការបដូរពណ៌វាទៅជាពណ៌ផ្សេងៗបានគឺគ្រាន់តែឈរមកកាន់នេះបាទមកមើលទៅលើចំណុចពាក្យថា graphic format នេះមកយើងចុចនៅចំណុចត្រង់នេះមួយហើយយើងមើលនៅត្រង់ចំណុចពាក្យថា graphic field អញ្ចឹងនៅត្រង់ចំណុចនេះគឺអ្នកទាំងអស់គ្នាអាចធ្វើការបដូរពណ៌ទៅតាមតម្រូវការជាក់ស្ដែងបានបាទនេះឃើញទេហើយបើសិនជាយើងចង់បានពណ៌គំរូបែបនេះក៏បានដែរណាអត់បញ្ហាទេឬក៏យើងចង់ចាក់ពណ៌ខ្លួនណាក៏ចាក់ទៅហើយមានmore color នេះយើងអាចធ្វើការថែមពណ៌ចាក់ពណ៌លាយពណ៌បានមកសិតតែម្ដងបាននៅក្នុងហ្នឹងអូខេអញ្ចឹងបានមួយអញ្ចឹងបងប្អូនអាចទៅធ្វើការបញ្ចូលបាននៅត្រង់ចំណុចហ្នឹងអូខេស្អាតៗនេះយើងអាចធ្វើការដូចជាធ្វើក្របសភៅឬក៏ design មួយផ្សេងៗយើងអាចប្រើប្រាស់វាបានណាអូខេឥឡូវមួយទៀតពាក់ព័ន្ធទៅនឹងការបញ្ចូលទៅលើ 3D model បែបនេះដូចនេះអញ្ចឹងមានចលនាបាទមានចលនាអញ្ចឹងនៅក្នុងកម្មវិធី Word គឺយើងមានមុខងារមួយគេហៅថា 3D model អញ្ចឹងនៅក្នុង 3D model មិនមែនមានត្រឹមតែរូបធម្មតាបែបនេះទេមានន័យថាមិនមែនមានតែរូបដែលមានចលនាទេរូបអត់ចលនាដែលជាលក្ខណៈ 3D គឺមានច្រើនដូចគ្នាអញ្ចឹងយើងអាចធ្វើការចុចទៅលើពាក្យថា 3D model នេះមកអូខេយើងរងចាំវាបន្តិចអញ្ចឹងនៅក្នុងនេះបងប្អូនក៏ត្រូវកំណត់សម្គាល់ដែរករណីចំពោះរូបដែលមានចលនាគឺមានសញ្ញាមនុស្សរត់បែបនេះបាទអញ្ចឹងហ្នឹងត្រូវកំណត់សម្គាល់ខ្លួនឯងណាអញ្ចឹងកាលណាមានសញ្ញាមនុស្សរត់បែបនេះគឺមានន័យថាជារូប3D ហើយមានមនុស្សរត់ទៀតមានចលនាបាទតែចំពោះរូបបែបនេះមានន័យថាអត់មានមនុស្សរត់ហ្នឹងគឺមានន័យថាវាជាលក្ខណៈរូប 3D ធម្មតាអញ្ចឹងខ្ញុំឧទាហរណ៍មួយខ្ញុំយករូប 3D ធម្មតាចុះដោយសារតែខ្ញុំបញ្ចូលនោះហើយអញ្ចឹងខ្ញុំធ្វើការ insert រូប animal មួយទៅឧទាហរណ៍ថាខ្ញុំចង់បានរូបអូខេសត្វនេះចុះខ្ញុំដឹងសត្វអីទេបាទចុចលើវាមកហើយយើង insert បញ្ចូលមកបាទ
ហើយយើងរងចាំតិចណាពាក់ព័ន្ធទៅនឹងការបញ្ចូលទៅលើ 3D model គឺអាចមានការយឺតយ៉ាវបន្តិចបាទទោះបីជាអ៊ីនធឺណិតរបស់យើងលឿនក៏ដោយក៏ប៉ុន្តែការបញ្ចូលរបស់វាហ្នឹងគឺមានយឺតដែរអញ្ចឹងណាបាទយឺតដែរអញ្ចឹងរូប 3D បាទនេះយើងបានមកហើយឃើញទេអញ្ចឹងរូប 3D វាខុសពីរូបធម្មតាត្រង់ថាអីយើងអាចបង្វិលវា390 degree 360 degree តែម្ដងឃើញទេហើយវាមើលទៅដូចមានលក្ខណៈថាដែតនៅលើกระดาษរបស់យើងអញ្ចឹងពេលដែលយើងដាក់ទៅលើឯកសារផ្សេងៗយើងអាចមើលទៅវាបង្កើនភាពរីករាយមួយយ៉ាងដែរណាអញ្ចឹងបងប្អូនដែលដឹងអាចប្រើប្រាស់ទៅបាទឬក៏យើងអាចរើសគំរូវាស្រាប់ក៏បាននឹងចង់បង្វិលចេះក៏បានដែរណាអូខេអញ្ចឹងខ្ញុំគិតថាវីដេអូនេះជាប្រយោជន៍ចំពោះអ្នកទាំងអស់គ្នាអាចយកទៅប្រើប្រាស់បានហើយក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអាចយកទៅអនុវត្តក្នុងការប្រើប្រាស់ប្រចាំថ្ងៃបានហើយសូមអរគុណច្រើនចំពោះការតាមដានទស្សនារបស់អ្នកទាំងអស់គ្នាហើយកុំភ្លេចជួយចុច Subscribe និងចែករំលែកវីដេអូនេះផងបាទអញ្ចឹងជាចុងក្រោយបាទសូមអរគុណចំពោះការតាមដានទស្សនាហើយយើងជួបគ្នានៅវីដេអូក្រោយបាទសូមអរគុណសូមជម្រាបលា